cái số đấy nào thấy ở ngay đi trong bằng hai MP rồi biết trong ca connect máy tạiการទូរស័ព្ទដៃរបស់យើងអញ្ចឹងពួកប្រភេទដូច smartphone ពួកសេរីក្រោយហ្នឹងគឺយើងអាច connect USB ទៅកាន់ connect ម៉ាវទៅកាន់ទូរស័ព្ទរបស់យើងបានដោយតម្រូវការរបស់យើងគឺមានដោយ OTG cable ដែលដោយ OTG cable នេះគឺមួយខាងគឺដោយសម្រាប់ដោត USB មួយខាងនេះគឺដោយសម្រាប់ដោតចូលទៅកាន់ទូរស័ព្ទដៃ smartphone របស់យើងហើយប្រភេទ model ដែលអាច support ពួកនេះគឺប្រភេទ model ស៊េរីក្រោយដូចជា ATC 1XA ហ្នឹង Nexus 5ហ្នឹង Sony Xperia ZA ឡើងទៅគឺអាច support វាបានអូខេយើងគ្រាន់តែដោតវាចូលទៅកាន់ដោតចូលទៅកាន់កន្លែងដោត USB ទៅតមកនេះគឺជាដោយគឺនេះគឺជាម៉ាវរបស់ខ្ញុំងាយស្រួលយើងគ្រាន់តែដោតចូលទៅអូខេយើងកន្លែងមកមើលក្នុងទូរស័ព្ទដៃរបស់យើងគឺមានម៉ាវមួយគងកម្រើកនេះ lock screen អូខេយើងអាចបញ្ជាបានយើងអាចប្រើអ៊ីនធឺណិតអាចប្រើអីម៉ាសេរីនេះគឺអត្ថប្រយោជន៍នេះគឺល្អមែនតើសម្រាប់អ្នកដែលគាំងថាច់គាំងអីហ្នឹងគឺយើងអាចប្រើបានហើយយើងក៏អាចប្រើម៉ាវ wireless សម្រាប់ connect បានដែរយើងគ្រាន់តែយកអាគល់មកចាហៀងវានេះដោតចូលខាងនេះអញ្ចឹងវាស្គាល់ស្វ័យប្រវត្តិហើយយើងក៏អាចប្រើ USB flash នេះក្នុងការ connect ទៅយើងអាចចាក់ flash យើងអាចដោតនេះហ្មង direct ពីដោត flash ចូលទៅវាមាន file មានអីយើងអាចចាក់ចម្រៀងមើល PDF មើលអីមើលឯកសារ Word ក្នុងនោះបានហើយយើងក៏អាចប្រើ USB keyboard ឬក៏ wireless keyboard បានអូខេសូមអរគុណចំពោះការបង្ហាញ